អ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាសហរដ្ឋអាមេរិកមានឥទ្ធិពលយ៉ាងទូលំទូលាយនៅលើពិភពលោកសហរដ្ឋអាមេរិកបានបង្កើតនិងអភិវឌ្ឍប្រព័ន្ធជាច្រើនដែលអនុញ្ញាតឲ្យខ្លួនអាចប្រើប្រាស់ឥទ្ធិពលលើប្រទេសនិងតំបន់នានាជុំវិញពិភពលោកក្នុងវីដេអូនេះយើងនឹងពិនិត្យមើលប្រព័ន្ធនិងកត្តាសំខាន់ៗដែលធ្វើឲ្យអាមេរិកមានឥទ្ធិពលជាសកលមូលដ្ឋាននៃអំណាចសហរដ្ឋអាមេរិកឥទ្ធិពលរបស់សហរដ្ឋអាមេរិកពឹងផ្អែកជាចម្បងលើអំណាចសេដ្ឋកិច្ចអំណាចយោធានិងឥទ្ធិពលវប្បធម៌ដែលគេស្គាល់ថា soft power ឬអំណាចទន់កត្តាទាំងនេះគឺជាមូលដ្ឋានដ៏សំខាន់ដែលបានជួយឲ្យអាមេរិកអាចពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់ជាច្រើននៅលើពិភពលោកហើយបង្កើតខ្លួនជាមហាអំណាចសកលអំណាចយោធាសហរដ្ឋអាមេរិកមានកម្លាំងយោធាដ៏ធំនិងមានបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ក្រៅពីនេះអាមេរិកក៏មានបណ្ដាញមូលដ្ឋានយោធានិងសម្ព័ន្ធមិត្តជាច្រើននៅទូទាំងពិភពលោកបណ្ដាញនេះផ្ដល់ឲ្យសហរដ្ឋអាមេរិកនូវឥទ្ធិពលយ៉ាងខ្លាំងលើសន្តិសុខអន្តរជាតិនិងសមត្ថភាពក្នុងការបញ្ជូនកម្លាំងយោធាទៅតំបន់ផ្សេងៗបានយ៉ាងលឿនការឈានដល់របស់យោធានិងអំណាចសេដ្ឋកិច្ចកម្លាំងទ័ពជើងទឹកនិងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិកអាចឲ្យប្រទេសនេះបង្ហាញនិងប្រើប្រាស់អំណាចរបស់ខ្លួននៅស្ទើរតែគ្រប់ទីកន្លែងលើពិភពលោកសមត្ថភាពនេះជួយការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកព្រមទាំងគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួនទន្ទឹមនឹងនេះប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោកដែលធ្វើឲ្យអាមេរិកមានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិឥទ្ធិពលលើហិរញ្ញវត្ថុអន្តរជាតិការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅក្នុងពិភពលោកផ្ដល់ឲ្យសហរដ្ឋអាមេរិកនូវអំណាចនិងឥទ្ធិពលយ៉ាងខ្លាំងលើវិស័យហិរញ្ញវត្ថុអន្តរជាតិតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bankសហរដ្ឋអាមេរិកក៏មានឥទ្ធិពលគួរឲ្យកត់សម្គាល់លើគោលនយោបាយនិងប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិផងដែរអាមេរិកក៏មានសមត្ថភាពក្នុងការជះឥទ្ធិពលលើពាណិជ្ជកម្មពិភពលោកនិងការកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ soft power និងឥទ្ធិពលវប្បធម៌ក្រៅពីអំណាចយោធានិងអំណាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកក៏ប្រើប្រាស់ soft power ឬអំណាចទន់ផង soft power មានន័យថាសមត្ថភាពក្នុងការធ្វើឲ្យអ្នកដទៃទទួលយកឬចូលចិត្តគំនិតនិងតម្លៃរបស់ខ្លួនតាមរយៈការតាក់ទាញជំនួសឲ្យការបង្ខិតបង្ខំវប្បធម៌អាមេរិកមានឥទ្ធិពលយ៉ាងធំទូលាយនៅលើពិភពលោកចាប់ពី Hollywood រហូតដល់ Silicon Valley វប្បធម៌បច្ចេកវិទ្យានិងផលិតផលអាមេរិកបានចូលរួមបង្កើតនិងជះឥទ្ធិពលដល់តម្លៃក្តីស្រមៃរបៀបរស់នៅនិងជម្រើសរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកការទូតជំនួយអន្តរជាតិនិងបច្ចេកវិទ្យាឥទ្ធិពលផ្នែកការទូតរបស់សហរដ្ឋអាមេរិករួមជាមួយជំនួយអន្តរជាតិបានជួយបង្កើតទំនាក់ទំនងសំខាន់ៗជាមួយប្រទេសជាច្រើនតាមរយៈទំនាក់ទំនងទាំងនេះសហរដ្ឋអាមេរិកអាចចូលរួមកំណត់របៀបវារៈនិងទិសដៅនៃបញ្ហាសកលជាច្រើនកត្តាសំខាន់មួយទៀតគឺព័ត៌មានសម្ងាត់និងបច្ចេកវិទ្យាការគ្រប់គ្រងឬការមានឥទ្ធិពលលើប្រព័ន្ធព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបផ្ដល់ឲ្យសហរដ្ឋអាមេរិកនូវអំណាចបន្ថែមក្នុងការជះឥទ្ធិពលនៅលើពិភពលោកបច្ចេកវិទ្យានិងបណ្ដាញស៊ើបការឥទ្ធិពលរបស់សហរដ្ឋអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសំខាន់ៗផ្ដល់ឲ្យប្រទេសនេះនូវអំណាចនិងសមត្ថភាពដែលប្រទេសជាច្រើនពិបាកប្រៀបធៀបស្ថាប័នស៊ើបការរបស់សហរដ្ឋអាមេរិកនិងបណ្ដាញព័ត៌មានសម្ងាត់របស់ខ្លួនមានការឈានដល់ជាសកលវាអាចជួយឲ្យអាមេរិកប្រមូលព័ត៌មានពីទីកន្លែងជាច្រើននិងក្នុងករណីខ្លះអាចជះឥទ្ធិពលទៅលើព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងនៅជុំវិញពិភពលោកការប្រកួតប្រជែងចំពោះអំណាចអាមេរិកដូច្នេះអំណាចរបស់សហរដ្ឋអាមេរិកលើពិភពលោកមិនមែនកើតចេញពីកត្តាតែមួយទេវាកើតចេញពីការរួមបញ្ចូលគ្នានៃអំណាចយោធាអំណាចសេដ្ឋកិច្ចឥទ្ធិពលហិរញ្ញវត្ថុបច្ចេកវិទ្យានិង soft power ទោះយ៉ាងណាក៏ដោយអំណាចរបស់សហរដ្ឋអាមេរិកមិនមែនគ្មានដែនកំណត់ទេការកើនឡើងនៃមហាអំណាចថ្មីៗជាពិសេសប្រទេសចិនព្រមទាំងការផ្លាស់ប្ដូរពិភពលោកឆ្ពោះទៅរកប្រព័ន្ធពហុភាគីនិងពហុពលកំពុងបង្កើតការប្រកួតប្រជែងកាន់តែខ្លាំងចំពោះឥទ្ធិពលរបស់សហរដ្ឋអាមេរិកសេចក្តីសន្និដ្ឋានទោះបីពិភពលោកកំពុងផ្លាស់ប្ដូរក៏ដោយក៏អំណាចរបស់សហរដ្ឋអាមេរិកនៅតែមានមូលដ្ឋានរឹងមាំវាត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នានៃអំណាចហិរញ្ញវត្ថុកម្លាំងយោធាបច្ចេកវិទ្យាការទូតនិង soft power កត្តាទាំងនេះនៅតែធ្វើឲ្យសហរដ្ឋអាមេរិកមានឥទ្ធិពលយ៉ាងសំខាន់លើសេដ្ឋកិច្ចសន្តិសុខនយោបាយវប្បធម៌និងទំនាក់ទំនងអន្តរជាតិរបស់ពិភពលោក